តិចយប់នេះបាទម៉ោង3យើងមានមកគូដែរបាទជំនួបរវាងក្រុមបាល់ទាត់ជំរឿជាតិបារាំងជាមួយនឹងក្រុមបាល់ទាត់ជំរឿជាតិម៉ារ៉ុកបាទនៅវេលាម៉ោង3បាទមុននឹងដល់ការប្រកួតខ្ញុំសូមរំលឹកថយក្រោយមកបន្តិចបាទខ្ញុំសូមរំលឹកថយក្រោយមកបន្តិចណាប្រិយមិត្តយើងទៅលើវគ្គបាទ16ក្រុមចុងក្រោយថាតើក្រុមណាខ្លះត្រូវប៉ះក្រុមណាបារាំងបាទនឹងត្រូវប៉ះគ្នាជាមួយនឹងក្រុមបាល់ទាត់ជំរឿជាតិម៉ារ៉ុកបារាំងមុននឹងឡើងមកដល់នេះគឺបាទបារាំងបានទម្លាក់បាទទៅលើក្រុមបាល់ទាត់ជំរឿជាតិប៉ារ៉ាកាយនៅក្នុងលទ្ធផល1-0បាទពេលនោះការប្រកួតគឺចម្រូងចម្រាសគ្នាខ្លាំងដោយសារតែកីឡាកររបស់ក្រុមបាល់ទាត់ជំរឿជាតិប៉ារ៉ាកាយហ្នឹងបាទព្យាយាមបាទក្នុងការទៅបាទយកកីឡាករបារាំងនិយាយថាវាយកីឡាករបារាំងពេញទីលានតែម្ដងបាទវាធ្វើឲ្យការប្រកួតនេះវាលើជាការប្រកួតទូទៅបាទវាคล้ายទៅជាការប្រកួតដែលបាទវាយគ្នាពេញទីលានអូយអញ៉ែញ៉ៃដល់កហើយបាទហើយបាទចំណែកឯម៉ារ៉ុកបាទមុនឡើងនេះគេបានទម្លាក់ទៅលើក្រុមបាល់ទាត់ជំរឿជាតិកាណាដាបាទម៉ារ៉ុកទម្លាក់កាណាដាដូចជាមិនជាពិបាកអីទេប្រិយមិត្តយើងម៉ារ៉ុកទម្លាក់កាណាដាដូចជាងាយដែរទេបាទនៅក្នុងលទ្ធផល3-0បាទចំណែកឯអេស្ប៉ាញត្រូវជួបជាមួយនឹងក្រុមបាល់ទាត់ជំរឿជាតិប៊ែលស៊ិកបាទអេស្ប៉ាញទម្លាក់ប៉ូទុយហ្គាល់1-0ចុងម៉ោងបាទចំណែកឯក្រុមបាល់ទាត់ជំរឿជាតិប៊ែលស៊ិកបានទម្លាក់ទៅលើអាមេរិកក្នុងលទ្ធផល4-1អូយបាទ4-1នេះគឺមិនធម្មតាទេហើយចំណែកឯមួយគូទៀតបាទជំនួបរវាងក្រុមបាល់ទាត់ជំរឿជាតិណ័រវេជាមួយនឹងអង់គ្លេសណ័រវេមុននឹងឡើងមកនេះបានទម្លាក់ទៅលើក្រុមបាល់ទាត់ជំរឿជាតិប្រេស៊ីលនៅក្នុងលទ្ធផល2-1បាទចំណែកអង់គ្លេសបាទយ៉ាងតឹងតែងជាមួយនឹងក្រុមបាល់ទាត់ជំរឿជាតិមេស៊ីកូនៅក្នុងលទ្ធផល3-2ហើយចំណែកឯចុងក្រោយគេបាទគឺអាហ្សង់ទីនបាទបានទម្លាក់ទៅលើអេស៊ីបនៅក្នុងលទ្ធផល3-2អាហ្សង់ទីនឡើងមកក៏មិនស្រួលដែរបាទប៉ះខេបឺតក៏មិនស្រួលប៉ះអេស៊ីបនេះកាន់តែយ៉ាប់យ៉ឺនទៅទៀតបាទចំណែកឯស្វីសបាទបានពេនឹងទីឈ្នះទៅលើកូឡុំប៊ីនៅក្នុងលទ្ធផល4-3បាទចាប់90នាទី0ស្មើថែមមក extra time នៅ0ស្មើបាទហើយក៏ដល់វគ្គពេនឹងទីយកជ័យជំនះ4-3ឡើងមកកាន់វគ្គ8ក្រុមចុងក្រោយយប់នេះយើងនិយាយអំពីការប្រកួតបាទរវាងក្រុមបាល់ទាត់ជំរឿជាតិបារាំងជាមួយនឹងក្រុមបាល់ទាត់ជំរឿជាតិម៉ារ៉ុកបាទម៉ារ៉ុកគឺជាបាទឡើងមកនេះយើងអាចនិយាយថាម៉ារ៉ុកគឺឡើងមកសងសឹកបារាំងបាទបាទនិយាយពីក្រុមបាល់ទាត់ទាំងពីរម៉ារ៉ុកបាទធ្លាប់ប៉ះជាមួយនឹងក្រុមបាល់ទាត់ជំរឿជាតិបារាំងសរុបចំនួន6ដងបាទអត់ដែលធ្លាប់ឈ្នះបារាំងសម្បីតែម្ដងទេប្រិយមិត្តយើងហើយបាទសម្រាប់ក្រុមបាល់ទាត់ជំរឿជាតិម៉ារ៉ុកបាទបារាំងឈ្នះ4ដងនិងស្មើគ្នាចំនួន2ដងបាទប៉ះគ្នាលើកដំបូងបាទនៅក្នុងឆ្នាំ1988ពេលនោះបារាំងឈ្នះ2-1បាទបន្ទាប់មកប៉ះគ្នានៅក្នុងឆ្នាំ1998បាទលទ្ធផល2ស្មើនៅក្នុងពានរង្វាន់បាទ King Hassan បាទខាប់បាទនៅពេលនោះគឺបាទបារាំងពេនឹងទីបាទឈ្នះម៉ារ៉ុកពេនឹងទីឈ្នះបារាំង4-5បាទ6-5បាទតែបើយើងគិតទៅគឺលទ្ធផលនេះគឺ2ស្មើទេហើយដល់ឆ្នាំ1999 Friendly បារាំងឈ្នះ1-0នៅក្នុងឆ្នាំ2000គត់នៅក្នុងពានរង្វាន់ King Hassan នឹងដែរបាទបារាំងដាក់5-1ទៅលើម៉ារ៉ុកហើយកាលពីឆ្នាំ2007បាទមិត្តភាពអន្តរជាតិ2ស្មើហើយចុងក្រោយគេប៉ះគ្នានៅក្នុងឆ្នាំ2022ពេលនោះបាទបារាំងបានយកជ័យជំនះទៅលើម៉ារ៉ុក2-0វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ធ្វើឲ្យបារាំងឡើងទៅប៉ះអាហ្សង់ទីននៅវគ្គផ្ដាច់ព្រាត់ហើយក៏ចាញ់អាហ្សង់ទីនថ្ងៃនេះម៉ារ៉ុកគឺមកនេះគឺមកសងសឹកទៅលើក្រុមបាល់ទាត់ជំរឿជាតិបារាំងបាទឡើងមកសងសឹកជាមួយបារាំងព្រោះថាម៉ារ៉ុកឡើងមកក៏គេក៏មិនអន់ដែរម៉ារ៉ុកបច្ចុប្បន្នគឺល្អខ្លាំងណាស់ប្រិយមិត្តបាទសម្រាប់ក្រុមបាល់ទាត់ជំរឿជាតិម៉ារ៉ុកល្អជាងបារាំងចង់ល្អស្មើនឹងបារាំងចង់ស្មើនឹងបារាំងទៅបាទគាត់ថាការប្រកួតនេះយើងមានរឿងរ៉ាវជជែកគ្នារឿងច្រើនគូសំដែរបាទសម្រាប់ក្រុមបាល់ទាត់ជំរឿជាតិទាំងពីរណាជជែកគ្នានឹងប្រកាសជាមានរឿងរ៉ាវបាទដែលមិនគួរឲ្យជឿហើយក៏ជារឿងរ៉ាវដែលកំពុងតែក្តៅនិងរសើបបើយើងនិយាយអំពីក្រុមបាល់ទាត់ជំរឿជាតិបារាំងបារាំងក្រុមខ្លាំងបាទគឺមានកីឡាករល្អៗតាំងពីលើដល់ក្រោមអត់មានចន្លោះកន្លែងណាទេបាទសម្រាប់ក្រុមបាល់ទាត់ជំរឿជាតិបារាំងបើនិយាយអំពីតាំងពីអ្នកចាំទីរហូតដល់តំបន់ប្រយុទ្ធជាពិសេសតំបន់ប្រយុទ្ធនៅខាងលើបាទប្រេតលីបាកូឡាបាទគីលៀន Mbappé អូស្មាន Dembele បាទ Michael Olise សឹងតែជាបាទកីឡាករដែលល្អបាទខ្លាំងបើយើងទៅមើលបាទក្រុមបាល់ទាត់ជំរឿជាតិម៉ារ៉ុកវិញបាទម៉ារ៉ុកនេះក៏មិនអន់ដូចគ្នាបាទនិយាយអំពីកីឡាករនេះក៏មិនចាញ់បារាំងដែរបាទសម្រាប់ក្រុមបាល់ទាត់ជំរឿជាតិម៉ារ៉ុកមិនចាញ់បារាំងទេបាទមូលហេតុដែលខ្ញុំថាមិនចាញ់បារាំងដោយសារតែបាទម៉ារ៉ុកបាទគេ
ประมาณឆ្នាំក្រោយនេះគឺល្អបាទយកជួយជំនះទៅលើក្រុមធំគឺច្រើនខ្លាំងមែនទែនបាទហើយប្រព័ន្ធប្រយុទ្ធក៏ល្អជាពិសេសបាទបំរើបាទជាពិសេសគឺអាចច្រាប់ហាគីមីបាទខ្សែការពារស្លាប់ទេតែឡើងដល់ខាងលើហើយកីឡាករដែលគួរឲ្យចាប់អារម្មណ៍ជាងគេបាទសម្រាប់ម៉ារ៉ុកគឺអ៊ីស្ម៉ាល់សៃបារីបាទបច្ចុប្បន្នគឺផ្ទេរទៅកាន់បាយម៉ាឌ្រិចហើយបាទអ៊ីស្ម៉ាល់សៃបារីនេះល្អខ្លាំងណាស់បាទសម្រាប់សៃបារីបាទតែថ្ងៃនេះអត់ដឹងថាបានលេងអត់ទេសម្រាប់សៃបារីលបួសបាត់ហើយបាទសៃបារីបាទសៃបារីគឺលបួសបាត់ហើយបាទសម្រាប់សៃបារីអញ្ចឹងប្រហែលជាមិនបានលេងទេបាទសម្រាប់អ៊ីស្ម៉ាល់សៃបារីដោយសារតែបញ្ហាលបួសបាទយប់នេះអាចនឹងដាក់សូវយ៉ាន់រ៉ាហ៊ីមីវិញណាបាទសម្រាប់ក្រុមបាល់ទាត់ជំនឿចិត្តបារាំងបាទយើងក៏លេខទៅមើលបាទឡាញអាប់ដល់អាសន្នរបស់ក្រុមបាល់ទាត់ទាំងពីរបន្តិចបាទឡាញអាប់ដល់អាសន្នបាទបារាំងអាចនឹងដាក់អ្នកចាំទីមេកម៉ៃងានខ្សែការពារ4រូបបាទគឺមានកីឡាករ Julius Koundé ដែលយុទ្ធអូប៉ាមេកាណូ William Saliba ហើយនិង Lucas Digne បំរើប្រយុទ្ធបាទគឺមានកីឡាករបម្រើការពារគឺមាន Manu Kone ហើយនិង Andren Rabiot ប្រយុទ្ធនៅខាងលើអាចនឹងបាទ Ousmane Dembele Michael Olise ឬក៏ Doué ឬក៏ Bradley Barcola ហើយចំណែកប្រយុទ្ធនៅខាងលើគឺ Mbappe នឹងឯងចំណែកឯ Maroc គឺមានជា Bruno មាន Achraf Hakimi មានបាទDiop មានបាទកីឡាករ Chadirit បាទមានបាទម៉ាស្រៅអ៊ីបំរើការពារគឺមានកីឡាករបាទអាយ៉បបាទប៊ូឌីហើយនឹងបាទកីឡាករបាទនីលអែលបាទអាយ៉ានូអ៊ីបាទចំណែកប្រយុទ្ធបាទបំរើប្រយុទ្ធគឺមានកីឡាករអែលខាណូសបាទអូណាហ៊ីហើយនឹងបាទប្រាហ៊ីមនីអាចំណែកប្រយុទ្ធគឺរ៉ាហ៊ីមីបាទយើងនិយាយអំពីកីឡាករម៉ារ៉ុកបាទខ្ញុំស្ដាយគឺសៃបារីលបួសសៃបារីនេះបាទល្អខ្លាំងបាទសម្រាប់សៃបារីណាក៏រកបាន3គ្រាប់ដែរបាទសម្រាប់សៃបារីបាទតែឥឡូវលបួសបាត់ហើយយប់នឹងប្រហែលជាមិនបានលេងទេបាទអត់ទាន់បានមើលខមមិនប្រិមិត្តយើងបាទមើលខ្ញុំសុំមើលខមមិនប្រិមិត្តយើងបន្តិចបាទមុននឹងយើងទៅកាន់បាទការប្រកួតបន្តណាប្រិមិត្តយើងបាទអត់ទាន់បានអានខមមិនប្រិមិត្តយើងសំបីតែម្នាក់ទេបាទនៅឡើយបាទប្រិមិត្តមានជាង70 view ដែរអរគុណប្រិមិត្តច្រើនខ្លាំងមែនទែនបាទសួស្ដីបាទតាលើបាទសួស្ដីសិងលីបារាំង 2-0 ណាបាទសួស្ដីមីបាទយប់នេះបាទគិតថាបារាំង2ស្មើឬក៏3-2អូខេបាទគូនឹងអាចស្មើតាមកំណត់ខ្ញុំបាទសួស្ដីបាទមីបាទគ្រប់ត្រសង្សារចាស់បាទ 2-0 បាទគ្រប់ត្រសង្សារអឹមបាប៉េបាទប្រិមិត្តយើងបាទសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងជាមួយនឹងក្រុមបាល់ទាត់ជំនឿជាតិម៉ារ៉ុកលេងនេះបើយើងក៏ទៅមានរឿងចម្រូងចម្រាសមកបន្តិចបាទមានរឿងចម្រូងចម្រាសបាទហើយដែលខ្ញុំថាមានរឿងចម្រូងចម្រាសដោយសារតែអញ្ញាកណ្ដាលកាត់ក្តីបាទអញ្ញាកណ្ដាលកាត់ក្តីថ្ងៃនេះ5រូបប្រើប្រាស់អញ្ញាកណ្ដាលមកពីអាសង់ទីនទាំង5រូបបាទវាជារឿងមួយដែលបើពីខ្ញុំណាហួសហេតុពេកហើយ FIFA អើយវាមិនដែលមានបាទប្រើប្រាស់អញ្ញាកណ្ដាល5រូបមកពី5រូបមកពីអាសង់ទីនទាំងអស់ហើយអាសង់ទីននេះបាទឡើងទៅកាន់វគ្គបាទ10វគ្គ8ក្រុមដូចគ្នាអញ្ញាកណ្ដាលកាត់ក្តីលើទីលានគឺលោក Fernando Telo នេះបាទគឺជាអញ្ញាកណ្ដាលដែលកាត់ក្តីការប្រកួតការពីម៉ារ៉ុកប៉ះជាមួយនឹងប៉ូទុយហ្គាល់វគ្គ8ក្រុមចុងក្រោយនៅពីរង្វាន់បាទ FIFA World Cup ឆ្នាំ2022បាទពេលនោះម៉ារ៉ុកឡើងណាលោក Fernando បាទ Telo បាទចំណែកឯជំនួយការពីររូបគឺមានកីឡាករ Jean គឺមានបាទអញ្ញាកណ្ដាល Lucian បាទ Paulo បាទ Balotelli បាទជាជំនួយការបាទមន្ត្រីខ្សែបន្ទាត់ក៏ដូចជាលោក Gabriel Chat បាទជាបាទអញ្ញាកណ្ដាលខ្សែបន្ទាត់ចំណែកមន្ត្រីទី4បាទគឺលោកបាទ Dario Herrera បាទគឺជាអញ្ញាកណ្ដាលបាទទី4ឬក៏ហៅថាមន្ត្រីទី4ចំណែកឯបាទ Reverse Assistant Referee នឹងឬក៏បាទជាអញ្ញាកណ្ដាលបំរុងបាទគឺលោកបាទ Christian Navarro វាជារឿងមួយដែលយើងស្ដាប់ទៅវាមិនហួសហេតុពេកណាប្រិមត្តយើងដែលបើកីឡាការប្រកួតមួយគឺប្រើប្រាស់បាទអញ្ញាកណ្ដាលមកពីត្រឹមតែមួយប្រទេសបាទមកពីក្រុមបាទមកពីបាទអាសង់ទីនទាំងអស់បាទហើយបារាំងហើយអាសង់ទីននឹងអាចចាត់ទុកថាជាក្រុមមួយដែលកំពុងតែប្រជែងគ្នាដែរបាទយើងស្ដាប់មកនេះបាទយើងស្ដាប់មើលទៅវាដូចហួសហេតុពេកដែរណាប្រិមត្តយើងបាទមកប្រើប្រាស់អញ្ញាកណ្ដាលបាទសញ្ជាតិអាសង់ទីនទាំងអស់វាបាទដល់កហើយបាទហើយមាននិយាយរឿង Norway និងអង់គ្លេសផងតិចទៀតបងខ្ញុំសុំនិយាយរឿងបារាំងតិចដោយសារយប់នេះបាទបារាំងលេងបាទខ្ញុំនឹងឆ្លៀតទៅដល់គូបាទបារាំងបាទហើយតិចទៀតបាទខ្ញុំនឹងមានការឆ្លើយសំណួរដាក់ជាសំណួរជូនដល់កាន់ប្រិយមិត្តយើងបាទប្រិយមិត្តយើងលក្ខខណ្ឌដោយការពីមុនបាទ share ការ live នេះជា public បាទមិនសិនដៃគូម្នាក់នឹងរូបបានបាទឆ្លើយត្រូវមុនគេនឹងរូបបានអាវបាទយើងចំនួន2អាវពីក្រុមការងារ G Sport បន្តិចទៀតបាទយើងនឹងមានការចែកអាវប្រិយមិត្តយើងបាទឥឡូវយើងនិយាយអំពីរឿងរ៉ាវការប្រកួតយើងមកបន្តិចបាទបារាំងនេះគឺពេញជើងល្អបាទមានកីឡាករល្បួសទេបាទសម្រាប់ក្រុមបាល់ទាត់ជំនឿជាតិបារាំងបាទម៉ារ៉ុកគេល្បួសមួយហើយកីឡាករដែលកំពុងតែពេញល្អបច្ចុប្បន្នគឺ Kylian Mbappe ឆ្លងកាត់ការប្រកួត4ប្រកួតរកបាន7គ្រាប់អាស៊ីស2បាទសម្រាប់ Kylian Mbappe ណា
ប៉ះជាមួយនឹងសេនេកាល់រកបាន2គ្រាប់ប៉ះជាមួយនឹងអ៊ីរ៉ាក់រកបាន2គ្រាប់ប៉ះណុកវេអត់បានរកគ្រាប់បាល់ទេតែអាស៊ីសបាន2បាទចំណែកឯប៉ះជាមួយនឹងគ្រាប់បាល់តូចស៊ុយអែតរកបាន2គ្រាប់ហើយចុងក្រោយប៉ះប៉ារ៉ាកាយគឺការសុតបាល់ពេណាល់ទីមួយគ្រាប់ហ្នឹងឡើងទៅកាន់វគ្គ8ក្រុមចុងក្រោយបាទសម្រាប់គីលៀនអឹមបាប៉េបាទចំណែកកីឡាករផ្សេងៗទៀតដូចជាអូស្ម៉ាន់ដេមបេលេនេះក៏រកបាន4បាទរកបានបាទ4គ្រាប់បាទរកបាន4គ្រាប់អាស៊ីស2ដូចគ្នាបាទសម្រាប់អូស្ម៉ាន់ដេមបេលេបាទចង់សរសើរតែកីឡាករល្អណាបាទសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិបាទម៉ារ៉ុកបាទចំណែកឯសូបយ៉ានរ៉ាហ៊ីមីរបស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកវិញបាទគឺរកបាន2គ្រាប់អាស៊ីសមួយដែរបាទសម្រាប់ម៉ារ៉ុកបាទប្រិមនឹងចង់និយាយពីអង់គ្លេសតិចទៀតប្រិមនឹងបាទខ្ញុំសូមលំអិតអំពីរឿងរ៉ាវរបស់បារាំងជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិបាទម៉ារ៉ុកមកបន្តិចបើយើងនិយាយអំពីក្រុមបាល់ទាត់ជម្រើសជាតិបារាំងបាទមុននឹងឡើងមកប៉ះម៉ារ៉ុកហ្នឹងគេប៉ះក្រុមណាខ្លះមកហ្នឹងនិយាយថាវគ្គ8ក្រុមឥឡូវនិយាយពីបារាំងតិចចុះបាទមុននឹងឡើងមកប៉ះក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកនេះបាទបារាំងអត់ទាន់ធ្លាប់ចាញ់ទៅលើក្រុមណាទេនៅវគ្គសន្សំបន្ទុកបាទប្រកួតដំបូងឈ្នះសេនេកាល់3ទល់ល្ងួយប្រកួតទី2ឈ្នះទៅលើអ៊ីរ៉ាក់ 3-0 បាទប្រកួតទី3ឈ្នះទៅលើណ័រវេ4ទល់ល្ងួយជាក្រុមកំពូលតារាងបាទឡើងមកកាន់វគ្គ8ក្រុមវគ្គ32ក្រុមចុងក្រោយបារាំងប៉ះជាមួយនឹងក្រុមបាល់ទាត់ស៊ុយអែតលុតស៊ុយអែត 3-0 បាទហើយនៅវគ្គ8ក្រុមវគ្គ16ក្រុមរូបគេបាទបានលុតទៅលើក្រុមបាល់ទាត់ប៉ារ៉ាកាយ 1-0 ពេលនោះបារាំងមិនសូវជាខំប្រឹងលេងអីណាទេមើលលេងមកល្មមមកថាក្រុមបាល់ទាត់ជាតិម៉ារ៉ុកនេះគឺថាអជាស្អីបាទប៉ារ៉ាកាយអត់មានលេងមួយបារាំងទេគឺថាវាយបារាំងយកមកបាទពេញ90នាទីអត់បានសុទ្ធអីទេបាទគឺរវល់វាយកីឡាករបារាំងចំណែកម៉ារ៉ុកបាទប្រកួតដំបូងគេបានយកជ័យជំនះទៅលើស្មើគ្នានឹងប្រេស៊ីលបាទ1ស្មើហើយប្រកួតទី2គេបានយកជ័យជំនះទៅលើស្កុតឡែន 1-0 ហើយទី3ឈ្នះទៅលើហៃទី 4-2 បាទនៅវគ្គ32ក្រុមគេបានទម្លាក់ក្រុមខ្លាំងបាទហូឡង់នៅវគ្គបាទពេណាល់ទីបាទក្នុងលទ្ធផល3-2បាទចំណែកឯបាទនៅវគ្គ16ក្រុមគេបានទម្លាក់ទៅលើក្រុមបាល់ទាត់ម្ចាស់ផ្ទះកាណាដា 3-0 ឡើងមកកាន់វគ្គ8ក្រុមចុងក្រោយប៉ះគ្នាជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិបារាំងបាទបាទប្រិមថាมันខុសពី World Cup 2022ទេបាទប៉ូទុយហ្គាល់ប៉ះម៉ារ៉ុកទេអាចដែរបងបាទខ្ញុំឆ្ងល់ថាហេតុអីបានជាបាទគាត់បាទ FIFA ប្រើប្រាស់អាញាកដាលបាទអាសង់ទីនទាំង5រូបទាំងដែលជាក់ស្ដែងណាបាទលោក Infantino នេះគាត់មានរឿងរ៉ាវច្រើនណាស់បាទថ្ងៃមុនថ្ងៃដែលអាសង់ទីនប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកហ្នឹងក៏ជម្រើសជាតិCape Verde បាទក៏មានរឿងរ៉ាវបាទបន្តិចតួចដែរខ្ញុំអត់ចង់និយាយរឿងហ្នឹងទេប្រិមយើងបាទកុំឲ្យថាខ្ញុំលើកបើអង្គបាទប្រិមត្តយើងមានចិត្តចងល់អីផ្សេងទេបាទសួស្ដីបងវិរៈមេងហ៊ូបាទស៊ុយលីបាទវាយយប់នេះម៉ារ៉ុកបារាំងតមកគ្រាប់ណាប្រិមត្តយើងប្រយ័ត្នប្រយែងបន្តិចបារាំងតច្រើនដែរបាទមិនតិចតួចទេបារាំងតច្រើនបាទស្រាប់ការប្រកួតឥឡូវនេះបាទយើងមានសំណួរមួយសំណួរបាទចង់ដាក់សំណួរមួយសំណួរជូនទៅកាន់ប្រិមត្តយើងមកបន្តិចបាទព្រោះថាការ live របស់យើងនេះដូចជារឿងយូរដែរហើយចោះអញ្ចឹងប្រិមត្តយើងបាទដាក់សំណួរមួយជូនប្រិមត្តយើងបន្តិចមើលបាទអង្គសៀនចង់ដាក់សំណួរអីអត់មានសំណួរអីអត់ចុំមិនអត់មានសំណួរអញ្ចឹងបាទលក្ខខណ្ឌដែលប្រិមត្តយើងបាទ share ការ live នេះជា public បាទឲ្យពេលដែលឆ្លើយសំណួរសូមឆ្លើយសំណួរឲ្យបានលឿនជាងគេបាទហើយមិនសិនដៃគូម្នាក់បាទសំណួរងាយទេបាទខ្ញុំបាននិយាយមុននឹងមកបន្តិចទៅហើយបាទខ្ញុំមានសំណួរបាទថ្ងៃនេះមាន3សំណួរជូនដល់ប្រិមត្តយើងបាទតែសុំសំណួរទី1សិនតើគីលៀនអឹមបាប៉េរកបានគ្រាប់បាល់ប្រមាណគ្រាប់ហើយនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026ហ្នឹងបាទប្រិមត្តនិយាយមិញបាទថាឆ្លាតត្រូវទៀតនឹងនិយាយថាម៉េចទេបាទសោយហ្នឹងមកគ្រាប់បាទប្រិមត្តយើងណាឆ្លើយសំណួរនេះបានលឿនមុនគេបាទហើយគ្រប់លក្ខខណ្ឌបាទគឺបាទនឹងទទួលបានអាវយឺតបាទ2បាទរង្វាន់ពីក្រុមការងារ G Sport បាទមានប្រិមត្តឆ្លើយបដាហើយបាទឆ្លើយបដាហងសៀនឃើញនៅបាទអូខេក៏បានសេអត់អូខេបាទមានប្រិមត្តឆ្លើយច្រើនបាទឆ្លើយច្រើនមែនតើអូបាទឆ្លើយច្រើនត្រូវបាទបាទតិចទៀតមានសំណួរពិបាកឡើយកំភៃបាទមានសំណួរពិបាកឡើយបាទឃើញណាហងសៀនបាទមួយណាក៏ឈ្មោះគឺសំណាងបាទអបអសាទរទៅកាន់បាទបងប្រុសបាទគឺសំណាងបាទ
បងបាទចាំជួយឆានមកកាន់ page sport ក៏ថាមាន7គ្រាប់គាត់បានមែនសិនដែរបាទអញ្ចឹងបងសំណាងបាទបងចាំជួយឆានមកកាន់បាទក្រុមការងារ G Sport មកបន្តិចបាទដើម្បីឲ្យក្រុមការងាររៀបចំផ្ញើឲ្យជូនបងបាទក្រុមការងារនឹងរៀបចំផ្ញើទៅជូនបងណាបាទសម្រាប់តិចទៀតហ្នឹងបងបាទក្រុមការងាររៀបចំផ្ញើទៅជូនបងបាទយើងមានសំណួរផ្សេងមួយទៀតប្រិយមិត្តយើងបាទមានជាសំណួរផ្សេងមួយទៀតបាទជូនទៅកាន់ប្រិយមិត្តយើងម្ដងនេះសុំសំណួររៀងពិបាកមកបន្តិចបាទសុំសំណួរណារៀងពិបាកមកបន្តិចបាទកុំឲ្យប្រិយមិត្តឆ្លើយត្រូវងាយពេកបាទអូខេបាទបងបាទអូអត់មុនគេទេបងអើយបាទបងវរៈមេញហូបងក្រោយគេទេបងបាទបងក្រោយបាទសំណួរបន្ទាប់អត់ទៅណាឆ្ងាយពីការប្រកួតហ្នឹងទេបាទវាជាសំណួរមួយដែលប្រិយមិត្តថាអូបាទសំណួរនេះស្រួលពេកហ៎អូខេជូនសំណួរពិបាកជូនតើប្រាហ៊ីមឌីអាសរបស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុករកបានប្រមាណគ្រាប់ហើយក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ2026ហ្នឹងបាទឥឡូវមិញស៊ូអឹមបាប៉េស្រួលពេកឥឡូវនេះបាទដល់វគ្គប្រាហ៊ីមឌីអាសរកបានប្រមាណគ្រាប់បាទប្រិយមិត្តយើងបាទប្រាហ៊ីមឌីអាសរកបានប្រមាណគ្រាប់នៅក្នុងព្រឹត្តិការណ៍ FIFA World Cup បាទប្រិយមិត្តយើងកំថាស្រួលពេកឥឡូវនេះសួរសំណួរនេះម្ដងមើលបាទមកប្រិយមិត្តយើងលក្ខខណ្ឌដដែលបាទស្រែការ Live Digi Public បាទក៏ដូចជាបាទមិនសិនដៃគូម្នាក់បាទនឹងបាទបានអាវយឺតបាទដ៏ស្រស់ស្អាតពីក្រុមការងារ G Sport បាទប្រហែលស្ងាត់ប្រិយមិត្តរវល់ទៅឆែកមើលមែនបាទប្រិយរវល់ទៅឆែកមើលបាទប្រិយមិត្តរវល់ទៅឆែកមើលបាទមានប្រិយមិត្តឆ្លើយបដាបាទអាយ៉ាប្រិយមិត្តនឹងឆ្លើយបាទអត់តមានឃើញអ្នកឆ្លើយត្រូវទេ no 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 បាទខ្ញុំឃើញម្នាក់ដែលគាត់ឆ្លើយត្រូវបាទបាទមានម្នាក់ដែលឆ្លើយត្រូវហើយតែប្រិយមិត្តផ្សេងទៀតគឺឆ្លើយអត់តត្រូវទេបាទយេឆ្នាំហ្នឹងបាទប្រិយមិត្តយើងឆ្លើយអត់ត្រូវទេដែររៀងចង់បានសំណួរបាទអូខេបាទយើងរកឃើញអ្នកឈ្នះហើយបាទឆែកមើលក្បាលសេអត់បាទខ្ញុំឆែកមើលសិនបាទអត់សេទេខ្ញុំមើលអ្នកផ្សេងទៀតសេហ៎អូខេអបអរសាទរទៅកាន់បាទ account Facebook វិញជួថាបាទពេជ្រវាសនាគឺ0គ្រាប់មិនមានគ្រាប់បាល់ទេប្រិយមិត្តច្រឡំអាស៊ីប្រយ័ត្នច្រឡំអាស៊ីខ្ញុំសួរនឹងគ្រាប់បាល់ខ្ញុំអត់សួរអាស៊ីទេប្រាហ៊ីមឌីអាសគឺមិនមានគ្រាប់បាល់ទេនៅក្នុងព្រឹត្តិការណ៍ FIFA World Cup នេះគាត់អាស៊ីបាទអាស៊ីបាន2គ្រាប់បាទអាស៊ីបាន3បាទអាស៊ីបាន3អាស៊ីបាន4ប៉ុន្តែมันមានគ្រាប់បាល់ទេបាទមកហើយប្រិយមិត្តយើងបាទមកទៅហើយបាទអញ្ចឹងបាទអបអរសាទរបាទពេជ្រវាសនាបាទវាសនាចាំជួយឆាតមកកាន់ខាង page តិចណាប្រិយមិត្តយើងបាទចាំជួយបាទឆាតមកកាន់ page តិចបាទឲ្យខាងសក្ការីបាទគាត់រៀបចំបាទជជែកបាទនឹងផ្ញើឲ្យជូនណាបាទវាសនាអូខេអរគុណច្រើនប្រិយមិត្តយើងអរគុណច្រើនយើងនៅមានសំណួរថែមមួយទៀតបាទនៅមានសំណួរថែមមួយទៀតប្រិយមិត្តយើងបាទការ live យើងនេះយើង live អត់យូរហ្មងនេះប្រិយមិត្ត live បន្តិចបើថាការប្រកួតមានតែមួយគូទេជប់នេះម៉ោង3ណាប្រិយមិត្តយើងបាទក្រុមការងារ G Sport នឹងធ្វើការ live ខ្ញុំជាមួយនឹងបាទ admin របត់បាទស៊ីរបត់បាទពួកយើងនៅពីរនាក់នឹងធ្វើការបាទផ្សាយបន្តផ្ទាល់ជំនួបរវាងក្រុមបាល់ទាត់ជម្រើសជាតិបាទបារាំងជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកបាទនៅក្នុងរាត្រីយប់ហ្នឹងម៉ោង2ម៉ោង3រំលងអាត្រៀតម៉ោង3ទៀបភ្លឺបាទយើងនឹងធ្វើការផ្សាយបន្តផ្ទាល់បាទត្រូវម្ដងហើយបាទប្រិមិត្តយើងមិនហើយបាទចង់បានសំណួរពិបាកបាទដាក់សំណួរពិបាកជូនឲ្យតើបាទមានតែបញ្ហាអីបាទបាទប្រិមិត្តហ្នឹងបាទមានអ្នកឆ្លើយត្រូវហើយបាទមានអ្នកឆ្លើយត្រូវហើយបាទប្រិមិត្តចង់បានបាទសំណួរពិបាកបាទដាក់ពិបាកឲ្យបាទពិបាកជូនបាទអត់បញ្ហាទេបាទ
បាទទេត្រូវមិនអូបាទចឹងបាទអូខេប្រិមត្តយើងបាទចឹងប្រិមត្តកុំភ្លេចណាបាទជំនួបដ៏ធំយប់នេះបាទរវាងបារាំងជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកបាទក្រុមទាំងពីរហ្នឹងបើសិនជាបាទក្រុមណាមួយឡើងទៅកាន់វគ្គបន្តបាទយើងនិយាយថាបាទបារាំងមិនថាម៉ារ៉ុកទេបើសិនតែក្រុមដែលមានឱកាសឡើងទៅកាន់វគ្គបន្តដូចគ្នាទាំងបារាំងនិងម៉ារ៉ុកបើសិនជាអ្នកណាឡើងបាទទៅចាប់អត់មើលថ្ងៃស្អែកបាទវគ្គពាក់កណ្ដាលបដិព្រាត់បាទអាចនឹងប៉ះជាមួយនឹង Basic ឬក៏ប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញចុះប្រិមត្តយើងមើលបាទចង់ដឹងប្រិមត្តយើងមកបន្តិចថាតើបើចង់ឲ្យបារាំងឬក៏ម៉ារ៉ុកបាទឡើងទៅកាន់វគ្គបាទពាក់កណ្ដាលបដិព្រាត់ហើយចង់ឲ្យប៉ះក្រុមណាចង់ឲ្យប៉ះអេស្ប៉ាញឬក៏ប៉ះ Basic មើលចង់ដឹងបាទប្រិមត្តយើងបាទយោបល់ប្រិមត្តយើងមកបន្តិចមើលបាទថាតើប្រិមត្តយើងចង់ឲ្យបាទម៉ារ៉ុកឬក៏បារាំងឡើងទៅប៉ះអេស្ប៉ាញឬក៏ប៉ះ Basic បាទសូមឲ្យ G Sport ដាច់អូយសេលីឲ្យនឹងធ្វើម៉េចទេដាច់ពេកបាទបាទមានប្រិមត្តស្រឡាញ់ម៉ារ៉ុកឯងចុំរយៈមានស្រឡាញ់ម៉ារ៉ុកដែរបាទអេស្ប៉ាញបាទចង់ឲ្យក្រុមណាប៉ាអេស្ប៉ាញបាទចង់ឲ្យបារាំងឬក៏ម៉ារ៉ុកប៉ាអេស្ប៉ាញព្រោះថាក្រុមទាំងពីរហ្នឹងរវាងម៉ារ៉ុកហើយនិងបារាំងបើសិនជាក្រុមណាឈ្នះចាំអត់មើលថ្ងៃស្អែកបាទតើអេស្ប៉ាញឬក៏ក្រុមបាល់ទាត់បាទជំរឿជាតិBasic បាទនឹងត្រូវឡើងព្រោះថាយប់នេះអាចនឹងម៉ារ៉ុកអាចនឹងបារាំងយើងក៏មិនដឹងដែរបើនិយាយអំពីតម្រង់លេងអំពីប្រព័ន្ធនៃការលេងមិនខុសគ្នាទេបាទមិនខុសគ្នាប្រហែលទេសម្រាប់ក្រុមបាល់ទាត់ជំរឿជាតិបារាំងនេះបារាំងក៏មិនមែនជាក្រុមដែលចូលចិត្តលេងតុបដែរចំណែកឯម៉ារ៉ុកដូចគ្នាមិនមែនជាក្រុមដែលចូលចិត្តលេងតុបមិនមែនជាក្រុមដែលចូលចិត្តលេងការពារទេធ្វើឲ្យបាត់តែក្រុមមកពីទ្វីបអាហ្វ្រិកភាគច្រើនគឺជាក្រុមដែលចូលចិត្តលេងតុបប៉ុន្តែលើកលែងម៉ារ៉ុកមួយម៉ារ៉ុកមិនដែលលេងតុបជាមួយនឹងក្រុមណាទេម៉ារ៉ុកអត់ចេះលេងតុបទេមិនថាម៉ារ៉ុកមិនចេះការពារទេប៉ុន្តែប្រព័ន្ធប្រយុទ្ធរបស់ម៉ារ៉ុកគឺល្អប្រព័ន្ធប្រយុទ្ធរបស់ម៉ារ៉ុកគឺច្បាស់លាស់បាទអញ្ចឹងហើយម៉ារ៉ុកគឺជាក្រុមមួយដែលគ្រោះថ្នាក់ណាស់មិនមែនដូចក្រុមផ្សេងទៀតដែលបារាំងប៉ះទេបាទចឹងបារាំងយប់នេះមិនងាយស្រួលទេក្នុងការប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុកដែលកំពុងតែពេញល្អកំពុងតែពេញឡើងជើងណាពេញល្អពេញឡើងជើងដូចគ្នាបើនិយាយអំពីបាទ FIFA ranking បច្ចុប្បន្នបារាំងលេខ3ម៉ារ៉ុកលេខ7ប្រហែលគ្នាបាទលេខ3មកលេខ7នេះបើយើងគិតទៅប្រហែលគ្នាទេបាទប្រិមត្តយើងមិនលើសគ្នាទេបើមិនលើសគ្នាទេបាទបារាំងល្អជាងប្រិមត្តចង់ឲ្យបារាំងឡើងច្រើនជាងវិភាគចង់ឲ្យបារាំងឡើងអូបាទបារាំងចង់ឲ្យបារាំងប៉ះអេស្ប៉ាញម៉ារ៉ុកប៉ះ Basic វគ្គ4ក្រុមម៉ារ៉ុកទៅ Basic ទៅបាទ Basic ពិបាកមួយអេស្ប៉ាញបាទ Basic អេស្ប៉ាញខ្លាំងបាទ Basic ចាប់ហើយបាទចង់ឲ្យម៉ារ៉ុកប៉ះ Basic បាទពីប្រិមត្តនឹងច្រើនបាទចង់ឲ្យម៉ារ៉ុកប៉ះ Basic ណែបាទមានប្រិមត្តនឹងចង់ឲ្យម៉ារ៉ុកប៉ះ Basic ច្រើនបាទមានតែបញ្ហាអីបាទបារ៉ុកប៉ះ Basic បានតើឲ្យតែឈ្នះបារាំងយប់ហ្នឹងឲ្យមានលទ្ធភាពឈ្នះបារាំងយប់ហ្នឹងប៉ះគ្នាជាមួយនឹងក្រុមបាល់ទាត់ជំរឿនជាតិ Basic បានហើយឲ្យតែមានលទ្ធភាពបាទឲ្យតែមានលទ្ធភាពបាទមានលទ្ធភាពប៉ះបាទមានលទ្ធភាពឈ្នះយកបានហើយបាទមិនជាបញ្ហាអីទេបាទឲ្យតែមានលទ្ធភាពបាទការប្រកួតបាទនៅក្នុងរាត្រីយប់នេះបាទគឺលេងនៅសហរដ្ឋអាមេរិកបាទនៅឯកីឡដ្ឋានបាទ Gillette Stadium ដែលផ្ទុកអ្នកទស្សនាបានប្រមាណ 66826 នាក់បាទអញ្ចឹងគឺកីឡដ្ឋាននេះធំបាទជាកីឡដ្ឋានបាល់ឱបរបស់ក្រុមបាល់ទាត់ New England បាទជាកីឡដ្ឋាន American Football ទេបាទមិនជាកីឡដ្ឋានបាល់ទាត់ពេញលេញទេបាទសម្រាប់កីឡដ្ឋានមួយនេះបាទអញ្ចឹងហើយយើងចាំមើលថាតើបាទក្រុមណានឹងទទួលបានជ័យជំនះបាទ2022បាទម៉ារ៉ុក 1-0 បាទ2021 1-0កំណត់ត្រាយេសិតតែកំណត់ត្រាបងរឿងនេះសិតតែជារឿងកំណត់ត្រាបាទឥឡូវនេះកុំឲ្យខាតពេលយូរបាទខ្ញុំមានជាសំណួរមួយទៀតជូនទៅកាន់បងប្អូនយើងទាំងអស់គ្នាបាទវាជាសំណួរដែលបាទមើលបាទខ្ញុំសុំនឹកសំណួរបន្តិចសំណួរណាដែលពិបាកជាងនឹងបន្តិចប្រិមត្តឆ្លើយសំណួរទៅលឿនងាយដល់ហើយបាទខ្ញុំសុំឆ្លើយមើលបាទគូតែដាក់សំណួរមិនឲ្យប្រិមត្តយើងពិបាកឆ្លើយបន្តិចណាបាទនៅឆ្នាំ2022ក្រុមទាំងពីរប៉ះគ្នាគ្រាប់បាល់ទី1របស់បារាំងកីឡាករណាសុទ្ធចូលបាទប្រិមត្តយើងលក្ខខណ្ឌនៅដដែលបាទប្រិមត្តយើងបាទកីឡាករណាសុទ្ធចូលបាទសួស្ដីបងរវុធបាទសុំអាវឯងបាទឃើញអាវសុំឯងមកគូតឡានបាទឃើញអាវវាសុំមកគូតឡានណាបាទ
បាទឃើញអាវមិនសិនមកគូឡានបងជិះសួរបងរបត់បាទសមណាមកដល់ office បងបាទប្រិយមិត្តយើងបាទលក្ខខណ្ឌដដែលបាទ share ការ live នេះជា public បាទមិនសិនដៃគូបាទកន្លះប្រិយមិត្តណាសុទ្ធច្រឡំសុទ្ធចូលប្រិយមិត្តយើងណាឆ្លើយត្រូវបានមុនគេបាទគឺនឹងរកបានអាវយឺតអាយ៉ាបាទ no ថាមែនបាទប្រិយមិត្តយើងថាឲ្យថាបាទប្រិយមិត្តយើងអត់ទាន់មានអ្នកឆ្លើយត្រូវទេនៅឡើយទេបាទអត់ទាន់ទេបាទប្រិយមិត្តអត់ទាន់ឆ្លើយត្រូវទេអូប្រិយមិត្តមកភេទិផៃណាដេផៃប្រិយមិត្តដល់កមកភេទិផៃបាទឃើញនៅគឺមិនគេនៅបាទអូខេមានប្រិយមិត្តយើងឆ្លើយត្រូវហើយបាទអេមានរវត្តឆ្លើយត្រូវតែបានស្រីអត់បានមែនសិនអូអត់បានមែនសិនអត់បានស្រីអត់ទៀតអូអត់បានអាវទេអត់ឲ្យទេបាទអញ្ចឹងអ្នកដែលឆ្លើយត្រូវគឺឈ្មោះថា Nit Riza បាទគឺ Theo Hernandez បាទក៏បានស្រីអត់បាទក៏បានស្រីដែរអូខេបាទចឹងហើយអបអរសាទរទៅកាន់បាទ account នេះមានឈ្មោះថាបាទ Nit Riza បាទដែលបានឆ្លើយត្រូវសំណួរឃើញទេប្រិយមិត្តយើងបាទអញ្ចឹងបងបាទ Riza បាទជួយឆាតចូល page តិចណាបងបាទជួយឆាតចូល page មកបន្តិចដើម្បីឲ្យក្រុមការងារគាត់បាទធ្វើការបាទតំណងទៅណាបាទអញ្ចឹងខ្ញុំសួរតែគ្រាប់បាល់ទី1ទេហើយប្រិយមិត្តណាឆ្លើយអឹមបាប៉េបាទដឹមបេលេបេនសេម៉ាណាអត់ត្រូវទេអូយប្រិយមិត្តសំណួរស្រួលអស់ហើយបាទណាគេមកអត់ឃើញបាទអូខេប្រិយមិត្តយើងអូខេបាទចឹងប្រិយមិត្តយើងបាទដែលបាទបានត្រូវណាប្រិយមិត្តកុំភ្លេចណាបាទជួយឆាតមកកាន់ page នឹងជាចុងក្រោយមាន special មួយទៀតបាទហងសៀនសម័យអូនចាំកត់ណាបាទខ្ញុំអត់លាក់បាំងប្រិយមិត្តយើងទេបាទជំនិតខ្ញុំស្រឡាញ់បារាំងជាងបាទខ្ញុំស្រឡាញ់បារាំងជាងខ្ញុំចង់ឲ្យបារាំងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បើយប់នេះបារាំងឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ខ្ញុំចែកជូនអាវជូនប្រិយមិត្ត5រង្វាន់បាទប្រិយមិត្តក្នុង live ហ្នឹងចាំ random បាទប្រិយមិត្តខមមិនបាទខមមិនថាបារាំងបាទប្រិយមិត្តខមមិនថាបារាំងបាទបារាំងហើយដាក់ប្រិយមិត្តថាបារាំងបានហើយបារាំងបាទនឹងចែកជូន5រង្វាន់នៅថ្ងៃស្អែកបាទខមមិនចាប់ពីពេលហ្នឹងទៅបាទចាប់ពីពេលហ្នឹងទៅបាទខ្ញុំប្រហែលជាមិនយកច្រើនខមមិនទេបាទអាចនឹង10ទៅ15ថាបាទ20ខមមិនចុះបាទយើងនឹងធ្វើការរិនដុំចែកជូនប្រិយមិត្តចំនួន5រង្វាន់បើ5អាវបន្ថែមទៀតបើសិនជាក្នុងលក្ខខណ្ឌបារាំងឡើងទៅកាន់វគ្គបាទពាក់កណ្ដាលផ្ដាច់ព្រាត់ប្រិយមិត្តយើងបាទបាទនេះមក fan បារាំងហើយអញ្ចឹងឲ្យតែបារាំងឡើងបាទចែកជូនអាវប្រិយជូនប្រិយមិត្ត5រង្វាន់5នាក់បន្ថែមទៀតបាទសម្រាប់ប្រិយមិត្តដែលមិនបានណាបាទចាំមើលខមមិនផងខមមិនក្រោយមកណាហងសៀនស្អែកចាំចាប់បាទស្អែកចាំ random ជូនគាត់បាទនេះគឺចាប់ថ្ងៃស្អែកទេប្រិយមិត្តបាទថ្ងៃស្អែកបាទមិនទាន់ឲ្យថ្ងៃហ្នឹងទេបាទថ្ងៃស្អែកឲ្យតែបារាំងឡើងបាទចែកជូនអាវប្រិយមិត្ត5បាទ5អាវបន្ថែមទៀតបាទប្រិយមិត្តខមមិនច្រើនបារាំងបាទអញ្ចឹងចាំជួយមើលណាហងសៀនបាទចាំជួយមើលថ្ងៃស្អែកបាទចាំ random យក5នាក់បាទថ្ងៃស្អែកអូខេប្រិយមិត្តយើងបាទអញ្ចឹងកុំភ្លេចណាបើសិនជាបារាំងឡើងនៅក្នុងរាត្រីយប់ហ្នឹងចែកជូនប្រិយមិត្ត5អាវបាទ5អាវបន្ថែមទៀតបាទអត់ទេខមមិនក្រោយនេះទេខមមិនក្រោយបាទប្រិយមិត្តខមមិនមករុកគឺអត់បានអាវទេសម្រាប់មុនទៅហើយបាទនិយាយតែរឿងបារាំងឯងរឿងយើងខមមិនមករុកអត់ឲ្យបាទប្រិយមិត្តយើងមានការខមមិនច្រើនអូបាទចំការ account ណាបាទសួស្ដីបាទ Lauren បាទជួយតាមទៅកាន់ page ដែលខ្ញុំបាន pin នៅក្នុង comment តិចណាបាទ Lauren បាទប្រិយមិត្តកុំភ្លេចណាយប់នេះបាទវេលាម៉ោង3ខ្ញុំនឹងបាទបងរបត់ MC របត់ពួកយើងទៅពីរនាក់នឹងធ្វើការផ្សាយបន្តផ្ទាល់ជំនួបដ៏ធំមួយនេះបាទរៀបក្រុមបាល់ទាត់ជំរឿជាតិបារាំងជាមួយក្រុមបាល់ទាត់ជំរឿជាតិម៉ារ៉ុកបាទយើងមានការផ្សាយបន្តផ្ទាល់នៅលើទំព័រ G Sport បាទ
ចាប់ពីម៉ោង2កន្លះទៅយើង live ឯបាទប្រុសស្អាតហុងសៀននឹងធ្វើការ live ជូនប្រិយមិត្តយើងបាទដើម្បីជជែកដើម្បីទស្សនាបាទសប្បាយជុំគ្នាយប់នេះបាទបាទអញ្ចឹងប្រិយមិត្តយើងមកខ្ញុំមិនមានអីច្រើនទេបាទសម្រាប់ការជជែកនេះគឺដូចជាមានតែប៉ុណ្្នឹងទេប្រិយមិត្តយើងមានតែប៉ុណ្្នឹងទេមិនមានអីច្រើនក្រៅពីហ្នឹងព្រោះថ្ងៃនេះមានការប្រកួតត្រឹមតែមួយគូប៉ុណ្ណោះបាទក៏សូមអរគុណដល់បងប្រិយមិត្តយើងទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាការប្រកួតនេះបាទអធិស្ឋានបាទការផ្សាយបន្តផ្ទាល់នេះតាំងពីដើមរហូតដល់ចប់បាទក៏សំខាន់ទេអធិស្ឋានផងដែរបាទរាល់ភាពពេញទៅលោកកូឆ្កងបាទត្រង់ប្រការណាមួយមិនសមរម្យក៏សូមបងប្រិយមិត្តយើងបាទខន្តីអធិស្ឋានបាទខ្ញុំបាទ MC សង្ហាសូមអរគុណសូមគោរពលា